បេសកកម្មគាំទ្រការអនុវត្តគម្រោងលើកទី9របស់ធនាគារពិភពលោកស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមនៅក្នុងខេត្តប៉ៃលិនថ្ងៃទី25ខែមិនិនាឆ្នាំ2025រដ្ឋបាលខេត្តប៉ៃលិនសហការជាមួយនឹងអង្គការទស្សនៈពិភពលោកនិងលេខាធិការដ្ឋានកោជអបបានរៀបចំដំណើរបេសកកម្មគាំទ្រការអនុវត្តគម្រោងលើកទី9របស់ធនាគារពិភពលោកស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមដំណើរបេសកកម្មគាំទ្រនេះដឹកនាំដោយឯកឧត្តមម៉ាអ៊ុនម៉ាអូណាតអនុប្រធានលេខាធិការដ្ឋានកោជអបនិងជានាយកគម្រោងគណនេយ្យភាពសង្គមនិងលោកកូសុំប៊ុនសឿតអភិបាលរងខេត្តប៉ៃលិនតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតបានស្រីមុំអភិបាលខេត្តប៉ៃលិនដំណើរបេសកកម្មនេះក៏មានការចូលរួមពីតំណាងធនាគារពិភពលោកតំណាងស្ថានទូតអូស្ត្រាលីតំណាងអង្គការទស្សនៈពិភពលោកមន្ទីរអង្គភាពនិងមន្ត្រីពាក់ព័ន្ធមួយចំនួនលោកកូសុំប៊ុនសឿតអភិបាលរងខេត្តប៉ៃលិនបានមានប្រសាសន៍សូមស្វាគមន៍និងសូមគាំទ្រយ៉ាងពេញទំហឹងចំពោះការអនុវត្តគម្រោងលើកទី9របស់ធនាគារពិភពលោកស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមនៅថ្នាក់ក្រោមជាតិនិងសូមអបអរចំពោះសមិទ្ធផលដែលគម្រោងបានសម្រេចជាច្រើនកន្លងមកគួរជាទីមោទនៈដែលបានឆ្លើយតបទៅនឹងតម្រូវការចាំបាច់និងទាន់ពេលវេលាដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានក្នុងស្រុកឃុំគោលដៅនានាក្នុងខេត្តប៉ៃលិនសមិទ្ធផលដែលបានសម្រេចនេះបានផ្សារភ្ជាប់និងមានការឆ្លើយតបកំណែទម្រង់និងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិជាមួយគ្នានេះលោកអភិបាលរងខេត្តសង្ឃឹមយ៉ាងមុតមាំថាការអនុវត្តគម្រោងលើកទី9នេះនឹងមានការពង្រីកគោលដៅបន្ថែមហើយនឹងទទួលបានលទ្ធផលកាន់តែល្អប្រសើរថែមទៀតពិសេសការឆ្លើយតបបានទាន់ពេលវេលានិងមានប្រសិទ្ធភាពខ្ពស់ដល់ប្រជាពលរដ្ឋដោយតម្លាភាពនិងគណនេយ្យភាពផងដែរលោកស្រីមេនូឡាតំណាងធនាគារពិភពលោកបានបង្ហាញពីចំណាប់អារម្មណ៍នៃដំណើរបេសកកម្មនេះថាតាមរយៈការចុះទស្សនកិច្ចឃើញថាមានលទ្ធផលវិជ្ជមានលើសពីការរំពឹងទុកជាចម្បងដោយសារការចូលរួមរបស់ប្រជាពលរដ្ឋនិងការគាំទ្រពីអាជ្ញាធរមូលដ្ឋានកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់ការយល់ដឹងរបស់អ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ពិតជាមានសារៈសំខាន់ក្នុងការលើកកម្ពស់គុណភាពនៃការផ្តល់សេវាសាធារណៈដោយមានការចូលរួមយ៉ាងខ្លាំងក្លាពីអ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍មានប្រសាសន៍ក្នុងដំណើរបេសកកម្មនេះផងដែរឯកឧត្តមម៉ាអ៊ុនម៉ាអូណាតអនុប្រធានលេខាធិការដ្ឋានកោជអបនិងជានាយកគម្រោងគណនេយ្យភាពសង្គមបានលើកឡើងថាបេសកកម្មនេះមានគោលបំណងពិនិត្យលើវឌ្ឍនភាពបញ្ហាប្រឈមស្វែងរកដំណោះស្រាយដាក់ចេញជាវិធានការចាំបាច់និងសកម្មភាពជាអាទិភាពនានាដែលត្រូវបន្តអនុវត្តដោយលេខាធិការដ្ឋានកោជអបរដ្ឋបាលថ្នាក់ក្រោមជាតិនិងអង្គការទស្សនៈពិភពលោកសម្ដៅជំរុញនិងពង្រឹងការអនុវត្តការងារគណនេយ្យភាពសង្គមឲ្យទទួលបានលទ្ធផលកាន់តែល្អប្រសើរឯកឧត្តមបានគូបញ្ជាក់ថាការអនុវត្តការងារគណនេយ្យភាពសង្គមគឺជាកញ្ចក់ឆ្លុះបញ្ចាំងអំពីភាពល្អប្រសើរនៃការប្រាស្រ័យទាក់ទងរវាងប្រជាពលរដ្ឋសហគមន៍មូលដ្ឋានជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិនិងអង្គភាពផ្ដល់សេវាសាធារណៈនានាព្រមទាំងបង្ហាញពីការកើនឡើងនូវការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីសិទ្ធិនិងសារៈសំខាន់នៃការចូលរួមរបស់ខ្លួនក្នុងដំណើរការផ្ដល់សេវាសាធារណៈការយល់ដឹងអំពីតួនាទីភារកិច្ចកាតព្វកិច្ចនិងការបំពេញការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិនិងអង្គភាពផ្ដល់សេវានានានិងបង្ហាញអំពីការប្រឹងប្រែងយកចិត្តទុកដាក់របស់រដ្ឋបាលថ្នាក់ក្រោមជាតិនិងអង្គភាពពាក់ព័ន្ធនានាក្នុងការលើកកម្ពស់គុណភាពនិងប្រសិទ្ធភាពនៃការផ្ដល់សេវាសាធារណៈដើម្បីឆ្លើយតបទៅនឹងតម្រូវការសំណើសំណូមពររបស់ប្រជាពលរដ្ឋឲ្យកាន់តែមានភាពល្អប្រសើរឡើងជាលំដាប់សូមបញ្ជាក់ថាក្នុងរយៈពេលមួយថ្ងៃនេះដែរ
គណៈប្រតិភូបានចុះទៅពិនិត្យមើលនៅដំណើរការនៃការអនុវត្តគម្រោងក្នុងសាលាបឋមសិក្សាភ្នំកុយ មណ្ឌលសុខភាពភ្នំស្ពង់ សាលាឃុំសាលាក្រៅ ចំណែកនៅរសៀលថ្ងៃដដែលគណៈប្រតិភូបន្តពិនិត្យមើលដំណើរការផ្សព្វផ្សាយកញ្ចប់ព័ត៌មានសម្រាប់ប្រជាពលរដ្ឋនៅសង្កាត់បយខានិងចូលរួមកិច្ចប្រជុំឆ្លុះបញ្ចាំងពីលទ្ធផលរបស់បេសកកម្មគាំទ្រលើកទី 9 នេះជាមួយនឹងរដ្ឋបាលខេត្តផងដែរ